សួស្តីពុកម៉ែបងប្អូនអ្នកគ្នាខ្ញុំហងក្នុងវីដេអូនេះខ្ញុំនិយាយពីមូលហេតុនៃការឈឺស្មាការឈឺសាច់ដុំស្មាភាគច្រើនបណ្ដាលមកពីឥរិយាបថមិនត្រឹមត្រូវការប្រើប្រាស់សាច់ដុំលើសកម្រិតនិងបញ្ហាសន្លាក់ឬក៏សរសៃពួរមូលហេតុទូទៅនៃការឈឺស្មាទីមួយគឺឥរិយាបថខុសប្រក្រតីដូចជាការអង្គុយឬក៏ឈរក្នុងកោងគ្រវីស្មាឬក៏ប្រើតុការងារនឹងមិនសមាមាត្រយូរពេកទីពីរគឺប្រើសាច់ដុំលើសកម្រិតការលើករបស់ធ្ងន់ឬធ្វើចលនាដៃដាក់លើក្បាលញឹកញាប់ពេកទី3រលាកសរសៃពួរស្មាកើតឡើងនៅពេលសរសៃពួរជុំវិញសន្លាក់ស្មារងការខូចខាតឬក៏រលាកទី4គឺការរហែកសាច់ដុំបង្វិលស្មាបណ្ដាលមកពីរបួសឬក៏ភាពចាស់ជរាចូលដល់ការព្យាបាលឈឺចាប់សាច់ដុំវិញម្ដងទី1គឺនៅដំណាក់កាលដំបូងនៃការឈឺចាប់ធ្ងន់ធ្ងរថ្នាំបំបាត់ការឈឺចាប់គឺត្រូវតែឲ្យបូករួមជាមួយនឹងថ្នាំបន្ធូរសាច់ដុំទី2ពុកម៉ែបងប្អូនក៏អាចទៅធ្វើការម៉ាស្សានៅកន្លែងគេដែលមានជំនាញម៉ាស្សាឬក៏ទៅជួបជាមួយនឹងគ្រូពេទ្យខាង Physiotherapy ភាសាខ្មែរគេហៅថាគ្រូពេទ្យព្យាបាលដោយចលនាពុកម៉ែបងប្អូនព្រោះការព្យាបាលដោយចលនាហ្នឹងគឺជួយកាត់បន្ថយការតឹងនិងស្ដារលំហូរឈាមចំណុចទី3គឺធ្វើចលនាអត់ធ្មត់លាតសន្ធឹងសាច់ដុំស្មាថ្នមៗពេលធូរស្រាលចំណុចទី4សម្រាប់សាច់ដុំកាត់បន្ថយការប្រើប្រាស់ស្មានិងចលនាខ្លាំងៗដែលធ្វើឲ្យឈឺចំណុចទី5ប្រើកម្ដៅស្អំឬក៏ទឹកកកប្រើថង់ទឹកកក15នាទីដំបូងបើទើបតែឈឺថ្មីៗដើម្បីកាត់បន្ថយការរលាកឬក៏ប្រើកម្ដៅក្ដៅអ៊ុនៗដើម្បីបន្ធូរសាច់ដុំដែលតឹងរឹងហ្នឹងណាពុកម៉ែបងប្អូនហើយចំណុចបន្ថែមពុកម៉ែបងប្អូនក៏អាចប្រើថ្នាំប្រឆាំងការរលាកដូចជាប្រភេទ Ibuprofen អីតាមការណែនាំរបស់គ្រូពេទ្យដុកទ័រដែលមានវេជ្ជបញ្ជាត្រឹមត្រូវណាមិនចេះតែទិញលេបខ្លួនឯងណាមានការអីឈឺអីអាចទៅពិភាក្សាជាមួយនឹងលោកគ្រូពេទ្យអ្នកគ្រូពេទ្យជាដុកទ័រជាវេជ្ជបណ្ឌិតសិនចាមុនប្រើប្រាស់ឱសថចាពុកម៉ែបងប្អូនវីដេអូរបស់ខ្ញុំដែលនិយាយអំពីមូលហេតុនៃការឈឺចាប់សាច់ដុំស្មាក៏ដល់ទីបញ្ចប់ដែរហើយចាសូមអរគុណដល់ពុកម៉ែបងប្អូនចំណាយពេលវេលាមានតម្លៃទស្សនាក៏ដូចជាស្ដាប់វីដេអូមួយនេះចានាងខ្ញុំសូមជូនពរពុកម៉ែបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចហើយបើសិនជាមានចម្ងល់ទាក់ទងទៅនឹងសុខភាពបញ្ហាសុខភាពណាដែលនាងខ្ញុំអាចបកស្រាយជូនពុកម៉ែបងប្អូនបានចាខ្ញុំនឹងឆ្លើយតបទៅវិញដោយសេចក្តីពេញចិត្តដោយសេចក្តីរីករាយចាហើយបើសិនជាចង់ឲ្យនាងខ្ញុំផលិតនៅមាតិកាអ្វីផ្សេងៗក៏អាច comment នៅខាងក្រោមវីដេអូនីមួយៗរបស់នាងខ្ញុំនៅក្នុង Channel នាងខ្ញុំដូចគ្នាចាគណៈពេលនេះនាងខ្ញុំមីងហួងសូមគោរពនិងសូមជម្រាបលាមែនតើហើយចាបាយបាយ